អូខេវគ្គបន្តនេះយើងតពីវីដេអូមុនមកគឺយើងរៀនពីអាគ័រតិចតួចខ្លះហើយយើងត្រូវព្យាយាមយល់ដឹងពីហ្គីតាបានច្រើនតិចដើម្បីយើងឈានទៅដល់ចំណុចមួយដែលយើងអាចលេងបានហើយយើងមិនអាចនិយាយថាហ្គីតាយើងនិយាយថាលេង4 5អាគ័រយើងយកទៅលេងបទចម្រៀងបានទេតើយើងចេះច្រើនហើយនៅពេលដែលយើងលេងបទជួបបទនេះជួបបទនោះវាចេះតែរំលេចចេញអាគ័រថ្មីមកទៀតអញ្ចឹងយើងត្រូវតែចេះអស់ហើយចេះដើម្បីការពារជាមួយនឹងបទចម្រៀងទាំងនោះអញ្ចឹងងាយបងប្អូនដំបូងហ្នឹងគឺយើងចាប់អាគ័រដូមកអញ្ចឹងការកេះបងប្អូនខ្លះចេះចាប់ចេះហៅចេះអានទាំងអស់ហើយការកេះយើងអត់ចេះកេះអញ្ចឹងអាគ័រនេះក៏ងាយដែរយើងចាប់ដៃទី1យើងរាប់ពីដៃច្អុលយើងទី1កដាលទី2ដៃនាងទី3ដៃកូនទី4អញ្ចឹង1 2 3 4ហើយយើងមើលសភៅផ្សេងក៏មានកាក់ដាក់រៀបម្រាមទី1ទី2ដើម្បីឲ្យយើងរៀបចំដាក់ដៃឲ្យចំកន្លែងហើយយើងចាប់ឲ្យកញ្ញាប់ឲ្យជាប់នៅអាគ័រដែលគេដាក់ឲ្យយើងចាប់នីមួយនឹងឯងអញ្ចឹងបងប្អូនទៅទាំងអស់គ្នានេះគឺអាគ័រដូដៃនាងដែលដៃទី3យើងហ្នឹងចាប់ពីខ្សែទី6ខ្សែទី6ខាងលើហើយយើងចូលដល់ខ្សែទី5ហ្នឹងហើយខ្ទង់អញ្ចឹងអានេះគឺខ្ទង់ទី1ទី2ទី3ទី4ទី5អញ្ចឹងគេវះគេដាក់ដៃដែលទល់ហ្នឹងគេហៅថាខ្ទង់មកខ្ទង់អញ្ចឹងជាខ្ទង់ជាប្រភេទខ្ទង់ហ្គីតាហ្នឹងអញ្ចឹងបងប្អូនក៏ត្រូវយល់ដែរព្រោះអាគ័រយើងមិនមែនលេងតែនៅលើហ្នឹងទេអាគ័រមានច្រើនយើងលេងដល់ក្រោមចឹងការលេងក្របដើរលក្ខណៈជាលេងគេហៅថាភាគច្រើនបងប្អូនហៅច្រើនប្រភេទរបៀបលេង solo យើងដើរម្រាមដើរអីហ្នឹងហើយយើងមានរបៀបលេង finger style យើងមានរបៀបលេងចង្វាក់អញ្ចឹងខ្ញុំនឹងបង្រៀនប្រាប់ទាំងអស់ហើយពីធ្វើវីដេអូយឺតហើយបង្រៀនឲ្យលម្អិតឲ្យបានបងប្អូនចេះលេងទាំងអស់គ្នាដែរអញ្ចឹងយើងដៃនាងនៅខ្ទង់ទី1ទី2ទី3ខ្ទង់ទី3នេះដៃនាងខ្សែទី5ហើយបន្ទាប់មកគឺខ្សែនេះខ្សែទី3ទី4នេះទី4នៅខ្ទង់ទី2នេះហើយខ្សែដៃទី1យើងនៅខាងក្រោមនេះគឺដៃច្អុលមិនមែនខ្សែទី1ណាខ្សែទី2តែខ្ទង់ទី1អញ្ចឹងចេញជាអាគ័រ1នេះគឺអាគ័រដូហើយអាគ័រនេះបងប្អូនដែលកំពុងរៀនកំពុងចាំគុំធុញធរនឹងអាគ័រនេះព្រោះរៀនពីថ្ងៃនេះថ្ងៃក្រោយតែចាប់បទណានៅតែឃើញពួកវានឹងនៅតែលេងនឹងចេញអត់កិច្ចអត់ផុតទេអញ្ចឹងយើងនៅតែលេងអញ្ចឹងអាគ័រនេះមួយដើម្បីលម្អិតក្នុងការលេងឲ្យមានភ្លេងសំឡេងមានរសជាតិយើងពេលដែលយើងលេងគឺយើងចាប់តែប៉ុណ្ណឹងគឺយើងកេះពីខ្សែទី5ទៅតម្លាក់ទៅក្រោមយើងតម្លាក់ពីលើចុះក្រោមឡើងមកវិញនេះគឺរបៀបបណ្ដាងាយបណ្ដាអាគ័រងាយតែបើសិនជាយើងអាចមានចិត្តមួយថាចង់ធ្វើឲ្យវាប្លែកយើងគេអាចកេះរោចំណុចឆ្លាស់មិនដែលមានរសជាតិព្រោះជាងនេះយើងអាចអញ្ចឹងនេះគឺងាយសម្រាប់អ្នករៀនដំបូងគឺវាអត់ពិបាកឡើងចុះណាអញ្ចឹងខ្ញុំបង្ហាញត្រឹមឡើងចុះតែបើលេងឆ្លាស់ពីហ្នឹងក៏អាចនឹងតាមដែលយើងចូលចិត្តលេងតាមអារម្មណ៍យើងដែលយើងចង់នេះគឺលេងរបៀបឆ្លាស់តាមអារម្មណ៍យើងចង់លេងបងប្អូនងាយថ្មីហ្នឹងគឺលេងឡើងចុះធម្មតាទៅហ្នឹងយើងដើម្បីធ្វើលំហាត់ហើយយើងងាយដើរដងតិច
នេះគឺអាកូដូយើងវីដេអូនេះយើងយល់ពីការចាប់អាកូដូមួយហើយអញ្ចឹងយើងនឹងជួបវីដេអូគ្នាជាមួយគ្នានៅវីដេអូក្រោយទៀតយើងនឹងបន្តពីអាកូផ្សេងហើយនៅចុងបញ្ចប់ដែលយើងស្គាល់អាកូបានច្រើនអស់យើងនឹងចាប់ផ្ដើមរៀនទាំងអស់គ្នាជាមួយនឹងចង្វាក់ហើយនឹងការដើរជាមួយ scale ផ្សេងដើម្បីរត់ជាភ្លេងជាចង្វាក់ឬហើយចូលជាចម្រៀងអាចធ្វើតេស្តជាមួយចម្រៀងផ្សេងបានខ្លះទៀតអញ្ចឹងជួបវីដេអូគ្នាវគ្គក្រោយ